ជីវិតមួយនេះហ៊ានតែមកយឺតបន្តិចគឺថាចូលសង្គមលែងទាន់ហើយជាពិសេសត្រែនគេកំពុងតែល្បីនេះតែម្ដងដោយអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយគឺថាមួយរយៈនេះនៅលើបណ្ដាញសង្គមគឺអស់អត់ផុតតែម្ដងតាក់ទងនឹងការចែករំលែកពីរបៀបនៃការធ្វើងៅឈិនណាដែលគេហៅថាងៅឈិនអ្នកខ្លះក៏គេហៅថាគោតកួនឬមួយក៏គោម្ទេសខ្ទឹមហើយងៅឈិនហ្នឹងគឺជាឈ្មោះប្រភេទបោះសាច់អញ្ចឹងណាដូចជាយើងទៅទិញសាច់គោយើងតែងតែសួររកថាសាច់ផុយសាច់ចម្លក់ក្នុងចម្លក់ក្រៅឬមួយក៏សាច់ស្រួយអីអញ្ចឹងណាអ្នកទាំងអស់គ្នាប៉ុន្តែពាក្យច្រើនងៅឈិននេះគឺថាទៅរកនៅលើទីផ្សារភាគច្រើនគឺអត់មានទេដោយសារតែអ្នកលក់គាត់ទុកឲ្យម៉ូយរបស់គាត់ទេអញ្ចឹងមិនជាបញ្ហាអ្វីទេយើងអត់មានសាច់ងៅឈិននេះក៏យើងអាចជ្រើសរើសយកសាច់ដែលផុយឬមួយក៏សាច់ស្រួយនិយាយទៅសាច់សម្រាប់ធ្វើសាច់អាំងញ៉ាំសម្រាប់ភាពងាយស្រួលរបស់មុខម្ហូបមួយមុខនេះគឺថាយើងមិនបាច់ចំណាយច្រើនទៅលើសាច់និងបន្លែដោយសារតែនៅក្នុងវីដេអូដែលគេបានចែករំលែកភាគច្រើនគឺយើងមានតែបន្លែមួយមុខគត់គឺត្រកួនអ្នកទាំងអស់គ្នាហើយសម្រាប់សាច់ហ្នឹងគឺមានតែសាច់មួយមុខដូចគ្នាចឹងសម្រាប់ត្រកួនហ្នឹងគឺគេជ្រើសរើសយកត្រកួនខ្មែរអ្នកទាំងអស់គ្នាអត់យកត្រកួនចិនទេសម្រាប់ត្រកួនហ្នឹងគឺយើងគ្រាន់តែយកមកឈូសឲ្យវារៀងសរសៃរៀងស្ដើងបើសិនជាអ្នកទាំងអស់គ្នាមិនចង់ចំណាយពេលទៅលើការឈូសត្រកួនអញ្ចឹងអ្នកទាំងអស់គ្នាអាចទិញត្រកួនដែលគេឈូសស្រាប់នៅទីផ្សារបានណាប៉ុន្តែសម្រាប់ខ្ញុំអត់ចង់ទេខ្ញុំចង់យកមកឈូសបែបនេះហើយយើងឈូសវារៀងស្ដើងមកអ្នកទាំងអស់គ្នាហើយកាត់ប្រវែងរៀងខ្លីៗយកទៅត្រាំទឹកហើយនិយាយទៅពេលដែលត្រាំទឹកត្រកួនយើងគឺឡើងរួញស្អាតខ្លាំងមែនតើគ្រាន់តែយើងរៀងចំណាយពេលយូរបន្តិចទៅលើការឈូសនិងការសក់ត្រកួននេះប៉ុន្តែមិនជាបញ្ហាអ្វីទេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការសក់និងឈូសត្រកួនខ្ញុំបានរួចរាល់ហើយខ្ញុំក៏យកត្រកួនយើងទៅត្រាំទឹកសិនមុននឹងធ្វើការលាងសម្អាតណាអញ្ចឹងឥឡូវយើងត្រាំត្រកួនយើងទុកមួយឡែកសិនហើយនេះជាបន្លែបន្ទាប់បន្សំដែលខ្ញុំផ្សំនៅក្នុងមុខម្ហូបមួយមុខនេះហើយនេះគឺជាផ្នែកសាច់ដែលខ្ញុំទិញបាននៅក្នុងថ្ងៃនេះជាប្រភេទសាច់ផុយអ្នកទាំងអស់គ្នានិយាយទៅផ្សាររៀងថ្ងៃដែរអញ្ចឹងចង់រកសាច់ស្រួយយកមកធ្វើគឺរកអត់បានទេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចរកសាច់ងៅឈិនឬមួយក៏សាច់ស្រួយបានណារសជាតិវារត់តែឆ្ងាញ់ដោយសារតែសាច់ទាំងអស់ហ្នឹងវារៀងមានសរសៃនៅក្នុងហ្នឹងណាអញ្ចឹងឥឡូវនេះបន្ទាប់ពីធ្វើការលាងសម្អាតហើយខ្ញុំក៏បានចាហាន់សាច់យើងជាចំណិតរៀងធំប៉ុន្តែស្ដើងអ្នកទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំដែលខ្ញុំផ្សំនៅក្នុងសាច់របស់យើងហ្នឹងគឺក៏អត់មានបន្ថែមអ្វីច្រើនដែរខ្ញុំបន្ថែមតែប្រេងខ្យងប្រហែលជាចាលើកន្លះស្លាបព្រាបាយអ្នកទាំងអស់គ្នាបន្ទាប់មកធ្វើការច្របល់សាច់យើងជាមួយនឹងប្រេងខ្យងឲ្យវារៀងសព្វគ្នាល្អអ្នកទាំងអស់គ្នាហើយខ្ញុំក៏បានបន្ថែមទឹកដោះគោឆៅចំនួន3ស្លាបព្រាបាយដែរអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់មានទឹកដោះគោឆៅយើងអាចប្រើទឹកដោះគោស្រស់ក៏បានចារសជាតិនៅពេលដែលយើងបន្ថែមទឹកដោះគោឆៅចូលបែបនេះវាធ្វើឲ្យសាច់ពេលដែលចម្អិនទៅវាឡើងក្លិនឈ្ងុយល្អហើយរសជាតិគឺថាផុយឆ្ងាញ់ទន់ល្អមែនតើអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំក៏បានបន្ថែមល្ងសពីលើសាច់ដែលយើងបានបន្ថែមគ្រឿងហើយអ្នកទាំងអស់គ្នាដើម្បីឲ្យសាច់យើងវាមានសោភ័ណភាពស្អាតទំនងគួរឲ្យចង់ញ៉ាំអញ្ចឹងឥឡូវសាច់គឺខ្ញុំបានត្រៀមរួចរាល់ហើយយើងធ្វើការគ្របទុកមួយឡែកសិនអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវនេះងាកមកមើលគ្រឿងផ្សំបន្ទាប់ទៀតគឺខ្ញុំមានសណ្តែកដីនិយាយទៅសណ្តែកដីគឺថារៀងម៉ត់ស្រាប់ហើយប៉ុន្តែខ្ញុំចង់ឲ្យវាបានរៀងម៉ត់ជាងនឹងតិចទៀតណាដើម្បីបន្ថែមនៅក្នុងទឹកជ្រលក់របស់យើងតែម្ដងសម្រាប់សណ្តែកដីនេះគឺខ្ញុំទុកបន្ថែមនៅក្នុងទឹកជ្រលក់របស់យើងអ្នកទាំងអស់គ្នាគឺទឹកតៅហ៊ូនិយាយទៅរសជាតិទឹកតៅហ៊ូពេលដែលយើងបន្ថែមសណ្តែកដីចូលអ្នកទាំងអស់គ្នារសជាតិគឺថាឆ្ងាញ់គុណនឹង2តែម្ដងតែបើសិនជាអ្នកទាំងអស់គ្នាអត់សូវចំណូលសណ្តែកដីចាគឺមិនបាច់ដាក់ក៏បានដែរហើយនេះក៏ជាតួឯកចាសំខាន់នៅក្នុងមុខម្ហូបរបស់យើងដែរអ្នកទាំងអស់គ្នាដែលគេហៅថាគោម្ទេសខ្ទឹមអញ្ចឹងអត់ម្ទេសខ្ទឹមមិនកើតអញ្ចឹងអ្នកទាំងអស់គ្នាដាក់ឲ្យច្រើនមកចាគឺថាបុកឲ្យវារៀងតែម៉ត់ល្អប៉ុន្តែកុំម៉ត់ខ្លាំងពេកឲ្យរៀងនៅសល់ដុំបែបនេះណាអ្នកទាំងអស់គ្នានិយាយទៅសម្រាប់ម្ទេសខ្ទឹមនេះខ្ញុំបុករៀងច្រើនដែរហើយខ្ញុំអត់យកទៅច្របល់ជាមួយនឹងសាច់ទេខ្ញុំទុកវាមួយឡែកពេលដែលយើងញ៉ាំទើបយើងបន្ថែមវាចូលពីលើហ្នឹងអញ្ចឹងអ្នកដែលគាត់អត់សូវជាចូលចិត្តហឹរឬមួយក៏អត់ចេះហឹរក៏គាត់អាចញ៉ាំបានដែរអញ្ចឹងឥឡូវគ្រឿងផ្សំទាំងអស់គឺថាខ្ញុំបានត្រៀមរួចរាល់អស់ហើយចានេះគឺជាបន្លែបន្ទាប់បន្សំនៅក្នុងមុខម្ហូបមួយមុខនេះដែលយើងមានស្ពៃក្តោបមានកញ្ឆែតហើយជាមួយនឹងខ្ទឹមបារាំងអ្នកទាំងអស់គ្នានិយាយទៅមកម្ដងនេះគឺថាមកមិនមែនត្រឹមតែតន់ទេអ្នកទាំងអស់គ្នាចង់លើសត្រេនគេទៀតដោយសារតែត្រេនគេគឺមានតែសាច់គោជាមួយនឹងត្រកួនប៉ុន្តែខ្ញុំនេះវិញគឺថាមានតាំងពីត្រីសាម៉ុនមានតាំងពីបន្លែដូចជាស្ពៃក្តោបចាកញ្ឆែតខ្ទឹមបារាំងអូនិយាយពីថាគ្រប់មុខតែម្ដងអ្នកទាំងអស់គ្នាហើយបន្លែទាំងអស់នេះគឺបន្ថែមនៅក្នុងមុខម្ហូបមួយមុខនេះវាធ្វើឲ្យរសជាតិមុខម្ហូបនេះវាកាន់តែដិតឆ្ងាញ់និយាយពីថាឲ្យអ៊ូយតែម្ដងអ្នកទាំងអស់គ្នាហើយសម្រាប់ទឹកជ្រលក់នៅក្នុងម្ហូបថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងទឹកតាហ៊ូជាមួយនឹងទឹកត្រីបុករបស់យើងអ្នកទាំងអស់គ្នារសជាតិគឺថាអែមតោះឥឡូវកុំតន់ខ្វល់អីច្រើនរឿងសេតរឿងអីហ្នឹងទុកម្ដងសិនទៅឥឡូវមកធ្វើការញ៉ាំទាំងអស់គ្នាសម្រាប់បន្លែយើងរៀបមួយមុខតិចមកម្ទេសខ្ទឹមដែលយើងបានបុកយើងបន្ថែមទៅលើសាច់គោទៅតាមចំណូលចិត្តចង់ហឹរតិចហឹរខ្លាំងដាក់តាមបេះដូងបន្ថែមប៊ឺបន្តិចកាច់កែឲ្យរាងក្តៅមកច្របល់សាច់ជាមួយនឹងបន្លែជាមួយគ្នាតែម្ដងមើលតែសាច់ហើយបន្លែឆ្អិនគឺថារួចរាល់អ្នកទាំងអស់គ្នាសម្រាប់មុខម្ហូបមួយមុខនេះគឺថាសាមញ្ញងាយស្រួលហើយវាស័ក្តិសមបំផុតពេលដែលអ្នកទាំងអស់គ្នាចង់ជួបជុំ
ជាមួយនឹងមិត្តភក្តិសាច់ញាតិបងប្អូនគ្រួសារចំណាយពេលតិចប៉ុន្តែសម្រាប់រសជាតិគឺថាឲ្យអ៊ូទៀតហើយអ្នកទាំងអស់គ្នាហើយនេះគឺទឹកតៅហ៊ូចាគឺយើងគ្រាន់តែបន្ថែមសណ្តែកដីបុកជាមួយនឹងម្ទេសខ្ទឹមហ្នឹងអ្នកទាំងអស់គ្នាហើយកូរច្បល់មកយកមកញ៉ាំជាមួយគឺថារសជាតិអ្នកទាំងអស់គ្នាគឺថាត្រូវគ្នាខ្លាំងមែនទែនសម្រាប់វីដេអូនេះគឺខ្ញុំអត់បានបង្ហាញជូនអ្នកទាំងអស់គ្នាពីរបៀបនៃការធ្វើទឹកតៅហ៊ូនិងទឹកត្រីបុកនោះទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ឲ្យខ្ញុំចែករំលែកខ្ញុំនឹងចែករំលែកនៅក្នុងវីដេអូក្រោយៗហើយខ្ញុំក៏សូមអរគុណសម្រាប់ការទស្សនាពីដើមដល់ចប់ហើយបើសិនជាចូលចិត្តសម្រាប់វីដេអូមួយនេះកុំភ្លេចជួយ like និង share នៅក្នុង page គង់សរីណាយផងណាអរគុណច្រើនបាយបាយ